សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃហ្នឹងខ្ញុំចេញវីដេអូតាក់ទងជាមួយនឹងការរៀបចំត្រៀមនៅក្នុងថ្ងៃស្អែកនឹងថាតើខ្ញុំត្រៀមចំអីខ្លះអញ្ចឹងទី1ហ្នឹងយកដូចដែលខ្ញុំបានធ្លាប់ចេញវីដេអូអញ្ចឹងកុំភ្លេចឲ្យសោះគឺអត្តសញ្ញាណប័ណ្ណហើយអត្តសញ្ញាណប័ណ្ណនេះដែរគឺធ្វើម៉េចត្រូវការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវយើងត្រូវមានជាកាបូបបែបនេះឬក៏ជាកាបូបរូតអីក៏បានដែរប៉ុន្តែដោយសារខ្ញុំចូលចិត្តប្រើកាបូបរបៀបអញ្ចឹងសម្រាប់ការទុកដាក់នឹងដែរគឺយើងទុកដាក់ឲ្យបានល្អឲ្យបានចង់និយាយថាឲ្យបានត្រឹមត្រូវ make sure ថាឲ្យវាជាប់ស្អាតអញ្ចឹងកុំឲ្យវាងាយនឹងរបូតអញ្ចឹងហើយយើងត្រូវទុកដាក់វាអូខេនេះសម្រាប់ការទុកដាក់តាក់ញ៉ាំបានរបស់ខ្ញុំហើយសម្រាប់ស្រីយើងដឹងហើយថាយើងត្រូវការសម្អាងខ្លួនអញ្ចឹងនេះគឺកញ្ចប់សម្រាប់ការរៀបចំប្រកាសរបស់ខ្ញុំហើយនេះគឺជាកតាបដែលខ្ញុំត្រូវស្ពាយយកទៅព្រោះថាខ្ញុំត្រូវយកកៅអៅអីត្រៀមសម្រាប់កន្លែងបងអូនខ្ញុំមកយកអញ្ចឹងមានជាកតាបចេះសម្រាប់ត្រៀមហើយសម្រាប់ការស្លៀកពាក់នឹងដែរចាំជួបខ្ញុំនៅថ្ងៃប្រឡងព្រោះថាខ្ញុំនឹងបង្ហាញនៅការស្លៀកពាក់របស់ខ្ញុំថាតើខ្ញុំជ្រើសរើសយកកៅអៅធ្វើម៉េចដើម្បីងាយស្រួលពាក់ខ្លួនឯងអញ្ចឹងណាអញ្ចឹងចាំជួបគ្នានៅក្នុងថ្ងៃប្រឡងទាំងអស់គ្នាបងប្អូនបាយបាយ